ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានមកកោះដូងដើម្បីត្រៀមនឹងការធ្វើទឹកការីនំបញ្ចុកណាំយ៉ាគេអញ្ចឹងបងត្រីរ៉ស់អញ្ចឹងបងប្អូនណាហើយត្រីនេះត្រីស្រែបងប្អូនអើយបូមក្លុកបែបផ្ទះដែលនៅសល់ហ្នឹងណាត្រីយើងនេះយើងបានស្ងោរវាឲ្យឆ្អិនហើយយើងបេះយកតែសាច់ទេអញ្ចឹងណាបងប្អូនណាយើងបេះវាហើយឥឡូវនេះយើងចាប់ផ្ដើមមើលសណ្ដែកដីនេះយើងបេះវាឲ្យស្អាតទៅអញ្ចឹងណាយើងសម្បាច់យកបកចេញទៅឥឡូវនេះយើងចាប់ផ្ដើមបោកគ្រឿងរបស់យើងណាមានស្អីច្រើនណាបងប្អូនអើយគ្រឿងផ្សំច្រើនណាមានទាំងពីស្លឹកគ្រៃរមៀតអីផ្សេងជាច្រើនអញ្ចឹងណាបងប្អូនណាយើងបោកវាឲ្យម៉ត់ល្មមនឹងការដាក់ទៅអញ្ចឹងណាតើពីយើងបោកគ្រឿងរួចរាល់អស់មកយើងបំពងខ្ទឹមជាមួយនឹងស្ករក្រហមស្ករត្នោតណាឥឡូវយើងដាក់ប្រហុកដែលយើងបានចិញ្ច្រាំហ្នឹងលាយចូលមកបងប្អូនណាតើមកយើងដាក់គ្រឿងដែលយើងបានបុកហើយហ្នឹងយើងដាក់ចូលមកបងប្អូនថ្ងៃនេះលេងឆ្នាំងធំតែម្ដងបងប្អូនណាព្រោះអីគ្នាច្រើនបងប្អូនណាហើយមកលេងផ្ទះផងអីផងបងប្អូនជុំគ្នាអញ្ចឹងទៅក៏យើងសម្រាប់ថាអូចង់ញ៉ាំនំបញ្ចុកអញ្ចឹងណាបងប្អូនឥឡូវនេះក៏ខ្ញុំធ្វើទឹកនំបញ្ចុកការីណាំយ៉ាបូមដូងបានត្រីអញ្ចឹងណាឥឡូវនេះបងប្អូនដាក់គ្រឿងមកតំណងមែនតើបងប្អូនមើលទៅឃើញតំណងចង់ហូបមែនតើឥឡូវនេះយើងបានដាក់ត្រីដែលយើងបានបេះទុកហើយហ្នឹងយើងដាក់ចូលជាមួយនឹងគ្រឿងរបស់យើងមកបន្ទាប់មកយើងដាក់ខ្ទិះដើមបន្តិចណាបងប្អូនណាហើយខ្ទិះដើមនោះចាក់អត់អស់ទេយើងទុកពាក់កណ្ដាលដើម្បីអីដើម្បីយើងដាក់នៅពេលដែលឆ្អិនយើងដាក់ម្សៅទៀតអញ្ចឹងណាដើម្បីឲ្យវាបង្កើនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងអញ្ចឹងណាឥឡូវនេះបងប្អូនយើងបានចាប់ផ្ដើមកូរគ្រឿងទាំងអស់ហ្នឹងឲ្យចូលជាមួយនឹងសាច់ត្រីជាមួយនឹងគ្រឿងជាមួយនឹងអ្វីដែលយើងបានដាក់ជុំទាំងអស់ហ្នឹងគឺដើម្បីឲ្យចូលសាច់គ្រឿងតមកយើងដាក់ឲ្យវាមកពុះបងប្អូនណាយើងដាក់វាពុះមកដើម្បីឲ្យឆ្អិនគ្រឿងឆ្អិនសាច់ចូលគ្នាមកយើងចាក់ទឹកចូលមកបន្តិចទៅអញ្ចឹងណាតមកអាទឹកដែលយើងស្ងោរត្រីហើយមានពងមានអីហ្នឹងណាយើងចាក់ចូលមកដើម្បីបង្កើនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងឥឡូវនេះចាប់ដើមពុះហើយណាបងប្អូនណាឆ្អិនអស់ហើយបងប្អូននេះក៏តំណងមែនតែនបងប្អូនគាត់ទៅមើលហ្នឹងក៏មានអារម្មណ៍ថាចង់ហូបដែរបងប្អូនណាមើលឃើញតំណងពេកបងប្អូនឥឡូវនេះឆ្អិនរួចរាល់អស់ហើយយើងចាក់ខ្ទិះដើមយើងបន្តិចចូលមកអញ្ចឹងណាពីណាបងប្អូនបន្ទាប់មកយើងដាក់ស្លឹកខ្ទឹមចូលបងប្អូនជាការសាច់តែម្ដងណែបងប្អូនគួរបងប្អូនមើលបន្តិចមើលតំណងឆ្ងាញ់ណាបងប្អូនណាជាតិមែនតែនបងប្អូនឥឡូវនេះយើងចាប់ដើមមើលរបោយយើងម្ដងរបោយយើងមានអីបែបទៀតហ្នឹងឯងបងប្អូនអើយមានតែយើងចេះសក់កធុំថេតកត្រួយកទូចអីទៅសក់អីនឹងផលិតអីចឹងទៅអញ្ចឹងណាបងប្អូនណាមានជីមានអីចឹងទៅច្រើនមែនតែនបងប្អូនសិនរបស់បែបផ្ទះនេះនំបញ្ចុករបស់យើងរយថ្មីក្តៅតែម្ដងតំណងឆ្ងាញ់មែនទែនបងប្អូនអើយខ្ញុំដាក់មួយចានអស់មួយចានចង់តែហូបទេបងប្អូនណារកពូដល់បានទេដោយសារវាឆ្ងាញ់ពេកបងប្អូនខានហូបយូរដែរគេហៅថាទឹកការីណាំយ៉ាត្រីរ៉ស់ទៀតបងប្អូនត្រីស្រែក្បែកបែបផ្ទះនិយាយពីបន្លែវិញក្បែកបែបផ្ទះទាំងអស់សំខ្លួនឯងអញ្ចឹងណាបងប្អូនណាអញ្ចឹងមិនថាខែនេះសបោណាក្បែរផ្ទះក្បែរសបោបន្លែសបោអីណាបងប្អូនមកបងប្អូនមកញ៉ាំទាំងអស់គ្នា